លោកកឹមប្រុសប្រធានសាខាកបបខេត្តបាត់ដំបងត្រូវបានបញ្ចប់មុខតំណែងនិងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការយោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្ដីពីការបញ្ចប់មុខតំណែងនិងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការចុះថ្ងៃទី14ខែឧសភាឆ្នាំ2026លោកកឹមប្រុសដែលមានអត្តលេខ17 30 50 0020ត្រូវបានបញ្ចប់ពីមុខតំណែងជាផ្លូវការចំណាត់ការនេះធ្វើឡើងក្រោយពីលោកទទួលការរិះគន់យ៉ាងខ្លាំងតាមបណ្ដាញសង្គមរឿងឈ្មួញលួចនាំចូលទុរេនដោយខុសច្បាប់ពីប្រទេសថៃលោកកឹមប្រុសប្រធានសាខាកបបបានការពារឈ្មួញទុច្ចរិតដោយថាទុរេនដែលឈ្មួញលួចនាំចូលនោះជាទុរេនដែលទិញពីកំពង់ចាមព្រោះតែទង្វើការពារឈ្មួញយ៉ាងស្រស់បែបនេះហើយលោកត្រូវបានមហាជនរិះគន់ដោយទឹកបាក់ទំនប់ជារៀងរាល់ថ្ងៃរហូតត្រូវបានសម្ដេចតេជោស្នើឲ្យមានវិធានការលើសពីការដាក់ពិន័យ